សួស្តីពុកម៉ែបងប្អូននោះពុកម៉ែបងប្អូនមកលេងទីក្រុងភ្នំពេញជាមួយខ្ញុំពុកម៉ែបងប្អូនថ្ងៃនេះគឺជើងវែងមែនតើបងប្អូនអើយគឺមកដល់ទីក្រុងភ្នំពេញហើយថ្ងៃនេះគឺមកលេងជាមួយនឹងបងប្អូនដែលនៅទីក្រុងភ្នំពេញណាបងប្អូនហើយថ្ងៃនេះគឺបងប្អូនគាត់នាំមកញ៉ាំអីនៅកន្លែងហាងនៅម្ដុំផ្សារកាប់គោពុកម៉ែបងប្អូនហើយថ្ងៃនេះគឺមកជុំគ្នាតែម្ដងបងប្អូនប៉ុន្តែអត់ទាន់មកអស់គ្នាទេបងប្អូនដោយសារបងប្អូនខ្លះគាត់រវល់ធ្វើការខ្លះគាត់ចេញម៉ោង8ខ្លះចេញម៉ោង9ទៅហើយខ្លះទៀតក៏ចេញម៉ោង10អញ្ចឹងទៅអញ្ចឹងអត់ទាន់ជុំគ្នាទេហើយបងប្អូនប្រហែលឃើញថាងហេតុអីបានឃើញសិតតែប្រុសក៏ពិតបងអូនខ្ញុំហ្នឹងគឺគាត់ធ្វើការហ្នឹងសិតតែប្រុសហ្នឹងសិតតែបងអូនទាំងអស់នៅស្រីទៀតបងប្អូនហើយទាំងអស់8នាក់បងប្អូនប្រុស3ស្រី5នាក់ប៉ុន្តែមកអត់ទាន់អស់គ្នាទេហើយនេះគឺបងប្អូនគាត់នាំមកកន្លែងហាងមកកន្លែងបងប្អូនអើយមានតាំងពីឃ្មុំអាំងមានតាំងពីស្តេកស៊ីកូមានអីអញ្ចឹងណាហើយមានតាំងពីបង្គាបងប្អូនអើយបង្គាចាប់ទាំងរស់ហ្មងណាគេចាប់ធ្វើឲ្យភ្លាមហ្មងហើយបងប្អូនឃើញហើយខ្ញុំធ្លាប់នៅផ្ទះហ្នឹងគឺថាដៃផងសព្រាផងដល់ពេលទៅកន្លែងគេហ្នឹងគឺគេមានតែចង្កឹះមានតែអីទេអញ្ចឹងខ្ញុំទម្លាប់ដៃហើយខ្ញុំចោលដៃមិនបានទេបងប្អូនអើយធ្លាប់តែម្រាម10ទៅដល់ណាក៏ម្រាម10ខ្ញុំហ្នឹងគឺមិនចោលដែរបងប្អូនហេតុអីដោយសារតែខ្ញុំអត់សូវចេះចាប់ចង្កឹះទេដូចខ្ញុំធ្លាប់ជម្រាបប្រាប់បងប្អូនហ្នឹងហើយខ្ញុំអត់សូវចេះចាប់ចង្កឹះបងប្អូនអើយចាប់របូតអញ្ចឹងហើយខ្ញុំប្រើសព្រាប្រើសមបានបើចាប់ចង្កឹះហ្នឹងគឺរបូតណាមួយចង្កឹះគេហ្នឹងវារអិលផងវាមិនដូចចង្កឹះនៅផ្ទះយើងទេចង្កឹះគេហៅថាចង្កឹះជួនឹងវារៀងរអិលបន្តិចចាប់របូតហើយខ្ញុំហ្នឹងគឺដៃបងប្អូនដូចបងប្អូនឃើញស្រាប់ហើយតែញ៉ាំហ្នឹងបងប្អូនអើយលាក់កំនួយខ្លះមិនមែនបញ្ចេញមកទាំងអស់ទេគឺញ៉ាំមួយអញ្ចឹងទៅបើថានៅផ្ទះមិនមែនប៉ុណ្្នឹងទេដូចបងប្អូនឃើញហើយដូចស្លាត់អីហ្នឹងមួយយ៉ាងតិចក៏ប៉ុនក៏ដៃដែរប៉ុន្តែដល់ពេលទៅនៅកន្លែងគេយើងធ្វើរៀបរឹកបន្តិចទេណាបងប្អូនហើយខ្ញុំចូលចិត្តណាបងប្អូនអើយកន្លែងគាត់ហ្នឹងគឺបកាស្រស់ចាប់ចេញពីទូឲ្យឃើញនិយាយរួមទៅគឺឲ្យឃើញស្រស់តែម្ដងនិយាយរួមទៅគឺថាមួយយ៉ាងដែរតើបងប្អូនហើយដូចបងប្អូនបានឃើញអញ្ចឹងបងប្អូនខ្ញុំគាត់អៀនកាមេរ៉ាណាតែដាក់កាមេរ៉ាតែឃើញមុខគាត់ហើយគឺគាត់អត់ហ៊ានទៅពៀទេគឺគាត់នៅស្ងៀមហើយតើតែដកកាមេរ៉ាចេញអញ្ចឹងខ្ញុំក៏ដាក់កាមេរ៉ាមកមុខខ្ញុំទៅម្ដងទៅហើយដូចបងប្អូនឃើញគេអត់ហាន់ឲ្យទេបងប្អូនគេយកមកឲ្យយើងហាន់ខ្លួនឯងអញ្ចឹងណាដល់ពេលអញ្ចឹងខ្ញុំនឹងវាពិបាកធ្លាប់ទៅនៅផ្ទះអញ្ចឹងគឺដាក់ជ្រុញដាក់កវិតហាន់ស្រេចដល់ពេលទៅដល់កន្លែងគេមានណាគេឲ្យហាន់ខ្លួនឯងហើយហាន់វាចូលអាកន្លែងតុកគេហៅថាតុកគេទៀតអញ្ចឹងពិបាកបន្តិចបងប្អូនរៀបរឹកទៅរៀងយ៉ាប់ណាអត់ដូចនៅផ្ទះយើងហាន់ញុក